ឡើយគឺថាឃើញថាបោកផ្លូវស្រួលហើយបងប្អូនចាតែអរគុណមែនទែនសម្រាប់អ្នកដែលគ្រប់គ្រងបាទអ្នកដែលរាប់អានជួបគ្នាថ្ងៃនេះច្រើនមែនទែនបងប្អូនចឹងវត្តឡាញ់ទាំងវត្តចាជាពិសេសខ្ញុំស្ដាយខ្លាំងបំផុតគឺក្នុងវត្តចាក្នុងប្រៃបានក្រុមជុំមកបងប្អូនយ៉ាង10ទុកបងប្អូនហើយដោយសារតែផ្លូវពិបាកគឺខ្ញុំអាចបានឲ្យឃើញអ្នកដែលគិតស្គាល់ខ្ញុំឲ្យគិតអាវឲ្យគិតសូមនិយាយលេងជាមួយតាមផ្លូវបាទចាអរគុណមែនទែនបងប្អូនមកតាមក្រុមបងប្អូនមានអ្នករាប់អានច្រើនមែនទែនអរគុណមែនទែនបងម្ចាស់ដើម្បីពិបាកនិយាយបាទនិយាយថាតែទៀតបាទអរគុណមែនទែនសារថ្ងៃហ្នឹងគឺខ្ញុំស្អែកបងប្អូនបាទគុំទេបងប្អូនយូរទៅយើងចាញ់រដ្ឋាភិបាលបានទៅនេះឯងបាទគុំទេហើយទោះបីតែនេះឯងយើងមិនមែនរកសាក់វិញដល់ឆ្ងាយប៉ុណ្ណាខ្ញុំបានទៅដល់គោលដៅគឺចំនួន3វគ្គបងប្អូនតែបើជាថ្ងៃបាទខ្ញុំទៅដល់មិញកម្មវិធីគេចប់ហើយអង្គិបាក់ក៏ចេញផុតមុននឹងគេទៅសារទៅបបាក់បើមកវិញបងប្អូនបាទការយើងធ្វើដំណើរមកទៅតាមប្រភេទប្រព័ន្ធទៅនឹងពលកម្មផ្លូវស្រួលតែចេះបងប្អូនកាច់ឆ្ងាយទៀតតែមានតែតែគាត់ចង់ឲ្យបែបបាក់ទៅគាត់ថាគាត់ជួយបើសិនជាមិនបានប្រឡងចូលពីគាត់បាញ់ចាប់មក3ទៅថាគេមកទៅបាក់ច្រើនណាស់បងប្អូននៅវត្តចាតែគេខ្ញុំនៅតាមយើងធ្វើដំណើរជារៀងបងពេលយើងមកមានតែប៉ុណ្ណឹងមានតែស្ទាបហើយនឹងតាមអត់ទៅចេញយើងទឹកអត់ដល់បងបានទៅហើយខ្ញុំទៅទៅបងស្អាតទៅបងប្អូននេះវាមកដល់ខាងលើខ្ញុំមិនថាយ៉ាងតែវីដេអូឬក៏រូបភាពអីបងប្អូននេះស្អាតទេបងប្អូនស្អាតខ្លាំងមែនទេ